ស្លម្ជូរគ្រឿងខ្ទិះបាច់យកចំហាន់គេទៅសល់ទៅសល់ជូនដល់ឪពុកម្ដាយទៅឋានជីដូនជីតាជាពិសេសគឺជូនលោកឪពុកទៅសវត្តទៅចាជំរាបសួរបងប្អូនថ្ងៃនេះគឺខ្ញុំបានយកចង្ហាន់ធ្វើចង្ហាន់មកប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលជូនដល់លោកឪពុកអ្នកម្ដាយញាតិកាទាំង7សន្តានបាក់បែកចែកឋានទៅយូរក្តីឆាប់ក្តីហើយបានប្រគេនចង្ហាន់ហើយខ្ញុំក៏អត់បានថតដែរប៉ុន្តែឥឡូវនេះគឺទិញចំណីត្រីយកមកឲ្យត្រីហើយទីតាំងវត្តនេះចំណីត្រីហើយទីតាំងវត្តដែលខ្ញុំមកគឺនៅវត្តកំបូលនៅចិត្តផ្ទះនេះទេបងប្អូនឥឡូវចាំមើលសកម្មភាពត្រីឲ្យចំណីត្រីចាំមើលត្រីច្រើនមែនតើចោះកាត់អូយត្រីទួតអូយទួតដែរយើងបិចលែងត្រីដែរយើងលែងត្រីដែរសងល់គ្នាឡើងចង់ក្បៅក្បាលអ្នកទិញគាត់អត់ទិញរើសល្អតិចកាម៉ាក់ទិញម៉ាក់រើសយកតតែស្អាតផ្លឹងកុំឲ្យមានតបៅពួកយកមកលែងទៅខ្លាចតបៅអន់គេខំគេស៊ីត្រីខ្លះវាមកអត់ឈ្នះគេចាអូចំណីនៅសល់គេឲ្យច្រើនណាព្រឹកថ្ងៃនឹងថ្ងៃសិលអញ្ចឹងមានអ្នកឲ្យចំណីច្រើនបបោឲ្យត្រីហែលណោះបែបសងល់ហើយសបោចំណីហ្នឹងឯងសិលមនុស្សមកវត្តច្រើនអូម៉ាក់នៅទឹកកន្លែងនោះមានត្រីយ៉ាងច្រើនបាច់ទេព្រាតទាំងហ្នឹងតិចមកហើយកន្លែងនោះឡើងខ្មៅអូអត់មកហងកូនធ្វើប៉ាប់ធ្វើសលេងអូមិនដឹងថាត្រីស៊ីឆ្អែតឬក៏មិនកាមុនស្បូនណាស៊ីឆ្អែតមិនក៏នៅមកខ្មូលនៅឃើញមុខឃើញមាត់ឲ្យកោលើគ្នាហ្មងដល់ឥឡូវនេះអត់នេះកូនឯងកាន់ម៉ាក់បាកាន់ដៃពីរមកកាន់ដៃពីរមកម៉ាក់បាឲ្យបាចាំមើលម៉ាក់បាចឹងកាន់តែជាប់អូលែងចង់ស៊ីចំណីហ្នឹងត្រីច្រើនណាស់ប្រហែលត្រីពណ៌ឡើងស្អាតប្រហែលឆ្អែតប្រហែលជាត្រីស៊ីចំណីច្រើនឆ្អែតអស់មកបោះទៅអាចឆ្ងាយម្ដងឲ្យត្រីឆ្ងាយអត់ទេត្រីសបោចំណីថ្ងៃហ្នឹងនេះដៃវាមកចូលក្នុងរូងនេះណាឃើញខ្ទុយវើកអូតិចវិញងាប់តើអត់ទេវាងាប់បាច់ទៅបាច់អីវាឆ្អែតវាស្រកពេលណាវាមកស៊ីតអូមកព្រលឹមមុនគេបានត្រីឃ្លានចំណីបាច់ទៅឃើញដដើមគ្នាឃើញស្អាតត្រីស្អាតហ៎អត់ចេះមើលដឹងឃើញត្រីមានច្រើនទេវ៉ាវត្រីឡើងស្អាតអូត្រីមកច្រើននេះការស្អាតណាបងប្អូននៅវត្តនៅកោះការស្អាត
មានអ្នកលក់នៅវត្តលក់នំចំណីភេសជ្ជៈការ៉េមទៅផ្ទះញ៉ាំនៅផ្ទះពីវត្តវិញហើយបងប្អូនមកវត្តបាននេះគឺស្លម្ជូរគ្រឿងខ្ទិះស្លម្ជូរគ្រឿងខ្ទិះចង្ចនីបានយកចំហាន់ពេងផ្សំទៅផ្សល់ជូនដល់ឪពុកម្ដាយបាក់បែកចែកឋានជីដូនជីតាជាមួយពីអ្នកកូនប៉ាទៅពីអ្នកបងទៅធ្វើការចេញក្រៅតាំងពីព្រលឹមពីអ្នកម៉ាក់កូនធ្វើចង្ហាន់មកប្រគេនព្រះសង្ឃទៅសល់ជូនជីដូនជីតាជាពិសេសគឺជូនលោកឪពុកទៅសវត្តទៅតបាក់បាយចែកឋានកាលពីចុងឆ្នាំដើមខែ11 6ខែ7ខែបងប្អូនតែសម្រាប់ខ្ញុំនៅមានអារម្មណ៍ថាដូចជានៅថ្មីចឹងពេលខ្លះក៏ខ្ញុំបំភ្លេចពេលខ្លះក៏ខ្ញុំធ្វើចិត្តអត់បានដោយសារគិតឡើងម្ដងទៅនឹកគាត់ក៏មានអារម្មណ៍ចំណុចខុសឆ្គងខ្វះខាតក៏ខ្ញុំមានអារម្មណ៍ឈឺចាប់ពេលខ្លះខ្ញុំក៏គិតឃើញនឹកដល់ឪពេលខ្លះខ្ញុំក៏អង្គុយយំម្នាក់ឯងចឹងទៅមានអារម្មណ៍ថាដូចថ្មីចឹងធ្វើចិត្តអត់បានអញ្ចឹងទៅពេលថ្ងៃសិលគឺខ្ញុំខានបានសិលដែលខ្ញុំអត់បានមកវត្តមកយ៉ាងមុនគឺខ្ញុំឧស្សាហ៍ធ្វើចង្ហាន់មកប្រគេនព្រះសង្ឃដើម្បីឲ្យទៅកសលជូនឪឪពុកខ្ញុំគាត់ចូលចិត្តអីចឹងគឺខ្ញុំធ្វើសឡបាយផ្អែមភេសជ្ជៈហ្នឹងមកចាអរគុណបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រនិងបានទស្សនាវីដេអូរបស់នាងខ្ញុំដល់ចប់សូមអរគុណសូមជម្រាបលាដោយសារដៃខ្ញុំជាប់កាន់ទូរស័ព្ទអរគុណបងប្អូនជម្រាបលាកូនជម្រាបលានិយាយព្រោះជម្រាបលាលោកយាយលោកតាអ៊ំពូមីងជម្រាបលាលោកយាយលោកតាអ៊ំពូមីងទាំងអស់គ្នាសូមជូនបុណ្យដល់លោកយាយលោកតាអ៊ំពូមីងទាំងអស់គ្នាឲ្យជួបប្រទះតែសេចក្តីសុខក្តីចម្រើន